របៀបដូចជាប្រព័ន្ធឯករាជ្យគេច្រើនគួរឲ្យទុកចិត្តដែរតែខ្មែរយើងខ្វះអាប្រព័ន្ធហ្នឹងប៉ុន្តែគេកាយសម្រាមគេយកមកដាក់យើងហើយគេប្រាប់ពិភពលោកយើងថារឿងអាស្រូវជួញដូរអនឡាញចាប់ជំរិតមនុស្សធ្វើទរណកម្មអីហ្នឹងគឺវារៀលដាលពីខ្មែរទៅវិញទេតាមពិតមិនមែនអញ្ចឹងទេបងប្អូនថៃនិងខ្មែរមានបញ្ហាដូចគ្នាសម្រាមដូចគ្នាដោយទាំងឡាវទៀតអញ្ចឹងហើយបានជាថ្ងៃនេះលោកអនុទិនច័ន្ទវរៈគុលហើយនិងមន្ត្រីក្រសួងការបរទេសថៃដូចជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីរស័ក្តិភួងកេតកែវអីហ្នឹងគាត់ទៅជួបថ្នាក់ដឹកនាំរបស់ឡាវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទប់រឿងការជួញដូរឆបោកអនឡាញដើម្បីអីប្រាប់ពិភពលោកថាថៃគេសស្រាក់សស្រាំណាស់គឺគេសហការហើយគេព្រមសហការមួយកម្ពុជាចាំជួយដោះស្រាយគេថានឹងសហការមួយកូរ៉េហើយឡាវហើយនឹងភូមាហើយនឹងថៃគឺគេមកជួយខ្មែរវិញដើម្បីទប់ស្កាត់បទល្មើសឆ្លងដែននៅខ្មែរនេះគេយកបងថាគេជួយសហការខ្ញុំថាថៃប៉ាកែខាងការទូតក៏ប៉ុន្តែកម្ពុជាដើរមួយជំហានលឿនបន្តិចព្រោះថៃបានតែនិយាយអត់បានដែលជួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំកូរ៉េខាងត្បូងដោយនាំមកចូលថៃអីចឹងហើយធ្លាប់ថ្ងៃហ្នឹងនិយាយដែរទូរស័ព្ទលោកអនុទិនច័ន្ទវរៈគុលអីនិយាយជាមួយនឹងប្រធានាធិបតីកូរ៉េអឺអឺអឺលោកជេមុននោះក៏ប្រើតែថាទូរស័ព្ទទៅថាចង់សហការគ្នាប៉ុន្តែកូរ៉េខាងត្បូងគឺមកដល់ខ្មែរបដ ாய் សហការជួបជាមួយលោកហ៊ុនម៉ាណែតគឺមានកិច្ចជជែកគ្នាក្នុងនាមជាកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាលហើយឥឡូវនេះក្រុមការងារពិសេសរបស់កូរ៉េនឹងបានមកចូលដល់ដីខ្មែរហើយជួបប្រជុំទៅក៏សហការគ្នាព្រមបញ្ជូនអ្នកដែលជនជាតិកូរ៉េដែលគេកំពុងដាក់ឃុំព្រោះអីយើងមានប្រតិបត្តិការបង្ក្រាបអីហ្នឹងចាប់ជនជាតិកូរ៉េដាក់ឃុំហ្នឹងច្រើនណាស់59នាក់ដែលកំពុងនៅជាប់ឃុំនៅស្រុកខ្មែរហ្នឹងឥឡូវនេះគឺមានកិច្ចព្រមព្រៀងគ្នាថានឹងបញ្ជូនទាំង59នាក់ទៅកូរ៉េវិញនៅថ្ងៃស្អែកនេះគឺជាការដោះស្រាយបញ្ហាមួយបែបដែលធ្វើឲ្យកម្ពុជាអាចដោះស្រាយស្ថានភាពនេះបានលើឆាកអន្តរជាតិប្រាប់គេថាកម្ពុជាមិនអល់ឯកនៅក្នុងការសហការជាមួយនឹងប្រទេសកូរ៉េខាងត្បូងនៅក្នុងការបញ្ជូនអ្នកដែលជាជនរងគ្រោះទៅកូរ៉េទេហើយឥឡូវនេះគ្រាន់តែថារឿងដែលសំខាន់គឺ59នាក់នៅសល់ច្រើនអ្នកទៀតដែលកូរ៉េគិតថាបាត់ខ្លួនគេថាបាត់ខ្លួនដល់ទៅ80នាក់ទៀតឯណោះដែលតួលេខនេះគឺខាងសហព័ន្ធមានកូរ៉េឬក៏សូម្បីតែប្រធានាធិបតីកូរ៉េក៏នៅតែសង្កត់ធ្ងន់ថាអត់ទាន់រកឃើញអញ្ចឹងប៉ុន្តែខាងកម្ពុជាថ្ងៃនេះគឺក្រសួងមហាផ្ទៃគឺខាងអគ្គស្នងការរដ្ឋាភិបាលនគរបាលជាតិគេចេញសេចក្តីថ្លែងការណ៍មួយដែរថាព័ត៌មាននេះមិនពិតទាំងស្រុងអញ្ចឹងទេគាត់ថាគិតមកត្រឹមឆ្នាំ2025នេះគឺសរុបទៅកូរ៉េដែលមានបញ្ហាពាក់ព័ន្ធដែលខាងអាជ្ញាធរកម្ពុជាដឹងហ្នឹងតែ118នាក់ឯងព្រោះខាងមុនឃើញថាមាន410នាក់មាន330បានទទួលដំណឹង80បាត់ខ្លួនអីអញ្ចឹងណាហើយសរុបទៅថាមានកូរ៉េនៅខ្មែរជាង1000នាក់អីនោះដែលមានបញ្ហាហ្នឹងប៉ុន្តែខាងនគរបាលជាតិយើងថាអញ្ចេះថាមែនតើទៅករណីកូរ៉េបាត់ខ្លួនសរុបមានតែ118នាក់ទេដែលក្នុងនោះ40នាក់រកឃើញហើយបានចាក់ចេញពីកម្ពុជាបាត់ទៅហើយអីអញ្ចឹងទៅចំពោះ76នាក់គឺពុំទាន់មានទិន្នន័យធ្វើដំណើរចេញពីប្រទេសកម្ពុជាស្ថិតក្រោមការស្រាវជ្រាវយកចិត្តទុកដាក់ដោយឡែក2025នេះសមត្ថកិច្ចទទួលបានសំណើសុំអន្តរាគមន៍ជួយពលរដ្ឋកូរ៉េចំនួន52សំណើស្មើនឹង60នាក់តាមរយៈស្ថានទូតសម័យខ្លួននិងក្រុមគ្រួសារអញ្ចឹងជាលទ្ធផលសមត្ថកិច្ចរកឃើញចំនួន35សំណើនិង40នាក់នឹងរកពុំឃើញចំនួន3សំណើស្មើនឹង5នាក់ចំពោះសំណើសេសសល់សមត្ថកិច្ចជំនាញនិងអាជ្ញាធរកំពុងបន្តស្រាវជ្រាវដូច្នេះអ្វីដែលក្រសួងការពារជាតិសំទោសក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្លើយបំភ្លឺនេះគឺវាដូចជាបដំប្រសងដែរទេដូចជាមិនប្រសើរអីហ្មងទេគ្រាន់តែថាអឺគាត់ថាប្រាប់ទៅថាតួលេខហ្នឹងបើគេប្រាប់ថា70 80យើងមាន76អីចឹងទៅដូចថាក្បែរគ្នាដែរហ្នឹងតែយ៉ាងណានេះគឺជាការដែលអះអាងរបស់ក្រសួងហើយយើងគិតថារឿងនេះគឺជារូបភាពគឺកម្ពុជាបានសហការជាមួយកូរ៉េដែលផ្លាស់ប្ដូរពណ៌បន្តិចដែរក៏ប៉ុន្តែពណ៌យើងសប្ងៃនេះគឺជាការដែលអឺខាងក្រៅទេបងប្អូន ពេលដែលកូរ៉េគេសន្ធាប់ចុះមកស្រុកខ្មែរដើម្បីយកជនរងគ្រោះគេទៅកូរ៉េវិញនេះគឺកូរ៉េបានចំណេញផលរបស់កូរ៉េទេដើម្បីស្អំចិត្តប្រជាពលរដ្ឋកូរ៉េថាកូរ៉េអត់មានចាត់ការរឿងនេះលំទេណា
អញ្ចឹងគេដោះស្រាយគេរំដោះប្រជាពលរដ្ឋគេទៅស្រុកកូរ៉េវិញហើយដើម្បីលាងសម្អាតឲ្យកូរ៉េជឿជាក់ថាអាញាធរកូរ៉េគឺប៉ាកែអញ្ចឹងអត់មានលំទេគឺរដ្ឋាភិបាលកម្ពុជាត្រូវតែអរឹងក្បិនសហការបើមិនសហការរងទរណកម្មទាន់សំទោសទណ្ឌកម្មអីឡាក់នឹងឡាក់អីចឹងផ្លូវទូតផ្លូវអីព្រោះគេពំរាមគេហាមប្រជាពលរដ្ឋគេអត់ឲ្យទៅបូកគោអត់ឲ្យទៅប៉ោយប៉ែតអត់ឲ្យទៅខេត្តកពតអីហ្នឹងតំបន់3ហ្នឹងគឺគេចេញមកគឺហាមដាច់ខាតឲ្យប្រជាពលរដ្ឋដែលនៅខេត្តទាំង3ទីតាំងទាំង3នោះជលៀសចេញមកអស់ទៀតកូរ៉េណានៅហ្នឹងគឺអត់ឲ្យនៅហ្នឹងអីបើថាមិនព្រមស្ដាប់តាមគឺបំពេញបំរាមគេហ្នឹងគឺនឹងរងពិន័យរបស់រដ្ឋាភិបាលកូរ៉េអីចឹងឡាក់នឹងឡាក់គឺគេធ្វើតាំងមែនប៉ុន្តែបងប្អូនអានេះគឺគេលាងស្អាតរបស់គេតើកម្ពុជាលាងអីគេខ្លួនឯងអត់បានលាងអីទេយើងបានលាងតែមួយគត់គឺយើងធ្វើដើរលឿនថៃត្រង់ថាយើងសហការជាមួយកូរ៉េប៉ុន្តែសហការចាត់ការដើម្បីយកជនរងគ្រោះគេទៅប្រទេសដើមវិញតែប៉ុណ្្នឹងទេចុះអារឿងសកៈដែលកើតឡើងបនលបែងកាស៊ីណូជួញដូរការចោតប្រកាន់ដែលក៏ក្រើកដែលគេរកឃើញមនុស្សដល់ទៅ120,000នាក់ដែលជាជនរងគ្រោះឬក៏ឆបោកមជ្ឈមណ្ឌល53កន្លែងរកស៊ីនឹងមានអុកញ៉ាមហាមន្ត្រីស្ទើរគ្រប់គ្នានៅនឹងមានឥឡូវហ្នឹងមានដល់ Gen Z មានអុកញ៉ាកុកអានមានលោកហ៊ុនតូមានលោកយីលីយ៉ុងផាត់មានអុកញ៉ាម៉ាកណកដឹកទៀតតើយើងបានចាត់ការដោះស្រាយរឿងហ្នឹងនៅរឿងកម្ពុជាលៀងខ្លួនពេលនេះគឺល្អត្រង់ថាសហការជាមួយកូរ៉េល្អហើយគេមើលមកតែកូរ៉េគឺគេយកបងទាំងអស់គេថាកម្ពុជាសហការហើយកម្ពុជាសហការឲ្យដឹងប្រាប់ទៅថៃថាម៉េចលោកហ៊ុនម៉ាណែតថាថ្ងៃនេះថាថៃគេថាកុំភ័យគេជួយសហការមួយកូរ៉េជួយលាងសម្អាតអាប័ណ្ណល្មើសជួញដូរឆបោកអនឡាញហ្នឹងជួយកម្ពុជាគេយកបងចឹងទៀតតែលោកហ៊ុនម៉ាណែតតបទៅវិញថាមិនបាច់ទេកម្ពុជាអាចដោះស្រាយខ្លួនឯងបានអត់ចាំបាច់ប្រទេសទី3អីមកចូលរួមយើងបានអញ្ចឹងដែរយើងបានសារអញ្ចឹងដែរក៏ប៉ុន្តែបងប្អូនរឿងដែលសំខាន់តកតងនឹងការឆបោកអនឡាញជាជំងឺមហារីកឥឡូវនេះយើងកំពុងតែយកម្សៅយកមកបិទប៉ាតឬបង់បិទពីខាងក្រៅដើម្បីឲ្យបិទទៅកុំឲ្យឃើញវាស្លាកស្នាមអាប្រេះអារលួយលើស្បែកហ្នឹងទេប៉ុន្តែគ្រឿងក្នុងអីហ្នឹងគឺសួតប្រមាត់អីហ្នឹងគឺមហារីកស៊ីរឹតរួតអស់ហើយបើយើងមិនព្យាបាលកេម៉ូថេរ៉ាពីនៅខាងក្នុងទេរាងកាយរបស់យើងនឹងស្លាប់យ៉ាងស្រស់ប្រព្រឹមណាស្រស់ស្រស់ញញឹមចង់និយាយចឹងស្លាប់ទាំងស្រស់ញញឹមដោយសារអីយើងលាបស្អាតដែរម្សៅក្រែមអីលាបមកសហការជាមួយកូរ៉េសហការជាមួយកូរ៉េមិនមែនកំចាត់បទល្មើសឆ្លងដែនអនឡាញនឹងសហការជាមួយកូរ៉េដើម្បីនាំជនរងគ្រោះរបស់កូរ៉េទៅប្រទេសគេវិញកុំឲ្យដាក់គុកដាក់ពន្ធនាគារអីអញ្ចឹងឡាក់នឹងឡាក់អញ្ចឹងជំហានបន្ទាប់គឺកម្ពុជាកែតម្រង់ធំចាត់ការអង្គញាទាំងអស់ដែលរងការចោតប្រកាន់របស់គេហើយត្រូវបោសសម្អាតឲ្យអស់មជ្ឈមណ្ឌលទាំង53កន្លែងអង្គការចាត់តាំងហើយរឿងនេះបងប្អូនមិនដឹងប្រមាណសតវត្សទៀតដែលយើងធ្វើបានពួកបើយើងធ្វើកើតមិនមែនទុកឲ្យជំងឺនេះคล้ายជាមហារីកទេរឿងនេះគឺជាវិញ្ញាសាធំមកសម្រាប់កម្ពុជាបាទតែយ៉ាងណាខ្ញុំឃើញសាទរដែរជំហររដ្ឋាភិបាលកម្ពុជាប្រឹងប្រែងតាក់ទងនៅក្នុងការដែលយ៉ាងហោចណាស់ក៏សហការជាមួយកូរ៉េកុំឲ្យថាយើងអត់សហការទៀតតែខ្ញុំជឿថាកម្ពុជាមិនមានលេសណាដែលមិនសហការទេព្រោះកូរ៉េក៏ជាដៃគូពាណិជ្ជកម្មនិងរកស៊ីជាមួយខ្មែរនឹងដល់ល្អលឿនជួយយើងបានច្រើនមានពលករខ្មែរនៅកូរ៉េមកសន្ធឹកឥឡូវមានការរើសអើងជនជាតិខ្មែរនៅកូរ៉េដែលជាពលករនៅមកកណោប៉ុន្តែស្ថានភាពនេះវារៀងប្រសើរបន្តិចវិញដែរយ៉ាងហោចណាស់ក៏ល្អសម្រាប់បងប្អូនកូរ៉េខាងត្បូងដែរខ្មែរយើងនៅហ្នឹងតែបើនិយាយពីខ្មែរយើងហ្នឹងគឺគ្មានថ្ងៃងើបមុខរួចទេទាល់តែយើងបង្កើតឲ្យមានយន្តការដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញហ្នឹងជាប្រព័ន្ធហើយស៊ីជម្រៅកែតម្រង់ស្ទើរតែក៏ឡប់កាប់ឆាសារថ្មីតែម្ដងណាហើយខ្ញុំមិនដឹងថាគាត់ធ្វើកើតអត់ទេខ្ញុំសូមបន់ស្រន់ឲ្យគាត់ធ្វើកើតចោះប៉ុន្តែជាទូទៅគាត់មិនដែលបង្ហាញតែគាត់ធ្វើកើតទេ